ប្រទេសវៀតណាមកំពុងពើប្រទះទៅនឹងរឿងអាស្រូវសុវត្ថិភាពចំណីអាហារជាថ្មីទៀតហើយអាជ្ញាធរវៀតណាមទៅបានរកឃើញប្រេងឆារាប់ម៉ឺនតោនដែលគេប្រើសម្រាប់តែចំណីសត្វត្រូវបានវេចខ្ចប់ឡើងវិញដោយខុសច្បាប់និងលក់ជាប្រេងឆាសម្រាប់មនុស្សនេះបើយោងទៅតាមកាសែត VN Express នាយកដ្ឋានសុវត្ថិភាពចំណីអាហារវៀតណាមបានចេញសារបន្ទាន់ឲ្យប្រុងប្រយ័ត្នបន្ទាប់ពីប៉ូលីសនៅក្នុងខេត្តហួងយិនបានបង្ក្រាបក្រុមហ៊ុនផលិតកម្មនិងនាំចេញអាហារញ៉ាត់មីងក្រុមអ្នកស៊ើបអង្កេតបាននិយាយថាក្រុមហ៊ុននេះបានទិញប្រេងឆាដែលមានគុណភាពទាបបំផុតមកក្លែងបន្លំជាប្រេងឆាសម្រាប់មនុស្សនៅក្រៅម៉ាកយីហោ O-Food ប្រេងឆាក្លែងៗនេះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅតាមទីផ្សារនានាទូទាំងប្រទេសវៀតណាមនិងលក់ទៅឲ្យភោជនីយដ្ឋានក្រុមហ៊ុនផលិតអាហារនិងអាហារដ្ឋាននៅតាមសាលារៀនរាប់សិបកន្លែងប្រេងចំណីសត្វជារឿយៗគឺជាប្រេងឆៅមិនចម្រាញ់ហើយអាចមានសារធាតុពុលសារធាតុមិនស្អាតនិងសារធាតុគីមីគ្រោះថ្នាក់ថែមទៀតផងអ្នកជំនាញផ្នែកសុខភាពព្រមានថាការញ៉ាំប្រេងគ្មានគុណភាពបែបនេះអាចបណ្ដាលឲ្យពុលខូចសរីរាង្គនិងហានិភ័យរយៈពេលវែងដូចជាមហារីកជាដើមរឿងអាស្រូវនេះកើតឡើងចំពេលមានរលកនៃការបំពានសុវត្ថិភាពចំណីអាហារផ្សេងទៀតនៅក្នុងប្រទេសវៀតណាមកាលពីខែមេសាប៉ូលីសបានរឹបអូសប្រេងឆាក្លែងក្លាយជាង 70000 លីត្ររួមជាមួយនឹងគ្រឿងទេសក្លែងក្លាយសាច់ខូចគុណភាពនិងបន្លែដែលមានសារធាតុគីមីនេះបើយោងទៅតាម VN Express ដដែលការស៊ើបអង្កេតកំពុងដំណើរការនៅឡើយខណៈដែលអាជ្ញាធរវៀតណាមនៅពេលនេះកំពុងតែកំណត់ទីតាំងចែកចាយនិងលក់ប្រេងសម្រាប់សត្វស៊ីទាំងនេះខ្ញុំរស់សុធាពី News Today NTTV